ការខកចិត្តកើតឡើងនៅពេលដែលលទ្ធផលជាក់ស្ដែងមិនដូចអ្វីដែលយើងបានរំពឹងទុកវាមិនមែនជាសញ្ញានៃភាពទន់ជ្រាយនោះទេប៉ុន្តែវាគឺជាប្រតិកម្មធម្មជាតិរបស់មនុស្សចំពោះការបាត់បង់ឱកាសឬក៏បាត់បង់ទំនុកចិត្តប្រភពនៃការខកចិត្តភាគច្រើនអាចមកពីការខកចិត្តនឹងរឿងស្នេហាការងារការសិក្សាឬសូម្បីតែការរំពឹងទុកលើខ្លួនឯងខ្ពស់ពេកហើយអ្វីដែលធ្វើឲ្យផលប៉ះពាល់ដល់ខ្លួនឯងបើទុកឲ្យវារ៉ាំរ៉ៃវានឹងក្លាយជារបួសផ្លូវចិត្តដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្តពីខាងក្រៅព្រមទាំងប៉ះពាល់ដល់សុខភាពនៅខាងក្នុងផងដែរព្យាយាមបដិសេធថាខ្លួនឯងមិនអីបើការពិតយើងកំពុងតែឈឺចាប់ការទទួលស្គាល់ថាយើងកំពុងខកចិត្តគឺជាជំហានដំបូងនៃការព្យាបាលការរំពឹងទុកខ្ពស់ពេកប្រៀបដូចជាការដាក់អន្ទាក់ឲ្យខ្លួនឯងសូមគិតនៅផ្លូវវិជ្ជមានចាត់ទុកការខកចិត្តជាមេរៀនមិនមែនជាការបរាជ័យឡើយចូលផ្ដល់ពេលវេលាឲ្យខ្លួនឯងព្យាបាលរបួសផ្លូវចិត្តកុំបង្ខំឲ្យខ្លួនឯងរីករាយភ្លាមរឿងខ្លះអ្នកត្រូវការពេលវេលាដើម្បីព្យាបាលនិងយល់ពីស៊ីជម្រៅរបស់អ្នកចូលនិយាយប្រាប់មនុស្សដែលអ្នកទុកចិត្តបំផុតពីអារម្មណ៍ផ្ទាល់ខ្លួនឬការខកបំណងផ្សេងចូលសរសេរនៅកំណត់ហេតុដើម្បីរំភាយអារម្មណ៍ដែលបានកប់ទុកក្នុងចិត្តជាការពិតការខកចិត្តគឺជាផ្នែកមួយនៃជីវិតប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃជីវិតនោះទេការការពាររបួសផ្លូវចិត្តដ៏ល្អបំផុតគឺការរៀនការស្រឡាញ់និងការផ្ដល់តម្លៃឲ្យខ្លួនឯងការចេះស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងការរំពឹងទុកពីអ្នកដទៃនិងការដែលធ្វើឲ្យខ្លួនឯងរឹងមាំពីខាងក្នុងគ្មានការខកចិត្តណាអាចបំផ្លាញអ្នកបានឡើយជារឿយរបួសផ្លូវចិត្តមិនមែនកើតមកពីព្រឹត្តិការណ៍ដែលបានកើតឡើងនោះទេប៉ុន្តែវាផ្ដើមចេញពីការបកស្រាយរបស់យើងចំពោះព្រឹត្តិការណ៍នោះទៅវិញការបន្តខ្លួនឯងយើងតែងតែគិតថាមកពីយើងមិនល្អទើបលទ្ធផលចេញមកគឺមិនល្អមិនបានពេញចិត្តពេលខ្លះយើងធ្វើការប្រៀបធៀបការយកការខកចិត្តរបស់យើងទៅប្រៀបធៀបទៅនឹងភាពជោគជ័យរបស់អ្នកដទៃលើបណ្ដាញសង្គមពេលខ្លះយើងបារម្ភនិងភ័យខ្លាចពេកចំពោះអនាគតបារម្ភថាការខកចិត្តលើកនេះនឹងធ្វើឲ្យយើងជួបតែរឿងដដែលនៅពេលក្រោយដើម្បីការពាររបួសផ្លូវចិត្តកុំឲ្យរីករាលដាលឡើងយើងត្រូវប្ដូររបៀបគិតជាមុនសិនយើងត្រូវប្ដូររបៀបគិតពីគំនិត fixed mindset មកជាគំនិត growth mindset ឬអាចនិយាយថាផ្លាស់ប្ដូរពីខ្ញុំបរាជ័យហើយជីវិតខ្ញុំចប់ហើយមកជាផែនការនេះមិនជោគជ័យទេប៉ុន្តែខ្ញុំបានរៀនដឹងថាវិធីនេះមិនដំណើរការខ្ញុំនឹងសាកល្បងវិធីថ្មីទៀតសូមយល់ច្បាស់អំពីច្បាប់ធម្មជាតិជាទូទៅនៅលើโลกនេះគ្មានអ្វីស្ថិតថេរទេសូម្បីតែភាពរីករាយឬភាពឈឺចាប់អារម្មណ៍ខកចិត្តនៅថ្ងៃនេះវានឹងរលាយបាត់ទៅថ្ងៃណាមួយបើយើងមិនតោងទាមវាឲ្យវានៅជាប់ខ្លួនជារៀងរហូតចូលបង្កើតរបងការពារផ្លូវចិត្តរបស់អ្នកឲ្យរឹងមាំការការពាររបួសផ្លូវចិត្តដ៏មានប្រសិទ្ធភាពបំផុតគឺការស្គាល់ព្រំដែនរបស់ខ្លួនឯងនិងអ្នកដទៃព្រំដែនជាមួយអ្នកដទៃកុំឲ្យអ្នកដទៃមកគ្រប់គ្រងសុភមង្គលរបស់អ្នកបើគេធ្វើឲ្យអ្នកខកចិត្តដដែលអ្នកមានសិទ្ធិក្នុងការដើរចេញព្រំដែនជាព័ត៌មានអវិជ្ជមានឈប់តាមដានរឿងរ៉ាវដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងអន់ឬមានសម្ពាធចូលចាំថាដំបៅលើស្បែកត្រូវការថ្នាំព្យាបាលឯរបួសក្នុងចិត្តត្រូវការអភ័យទោសនិងការយល់ចិត្តពីម្ចាស់ខ្លួនឯងផ្ទាល់នោះគឺអ្នកនោះឯងដែលជាអ្នកយល់ចិត្តខ្លួនឯងបំផុតនិងជាអ្នកអាចការពារចិត្តរបស់អ្នក
ឲ្យរឹងមាំបំផុតក្នុងការរស់នៅចូលបំផ្លែងធម៌ពលអវិជ្ជមានទៅជាកម្លាំងរុញច្រានចិត្តនៅពេលខកចិត្តយើងតែងមានធម៌ពលមួយយ៉ាងដែលធ្វើឲ្យយើងមិនសប្បាយចិត្តបើយើងចេះប្រើវាអាចក្លាយជាកម្លាំងដ៏អស្ចារ្យសិល្បៈនៃការព្យាបាលគឺបញ្ចេញការឈឺចាប់តាមរយៈការគូររូបការសរសេរកំណាព្យឬការលេងតន្ត្រីវត្ថុទាំងនេះជួយឲ្យអារម្មណ៍ដែលមើលមិនឃើញក្លាយជារូបរាងដែលយើងអាចគ្រប់គ្រងបានវិធីសាស្ត្រមួយទៀតគឺជាការហាត់ប្រាណការរត់ឬការហាត់កីឡាជួយបញ្ចេញសារធាតុ stress ដែលជាថ្នាំបំបាត់ការឈឺចាប់ធម្មជាតិរបស់ខួរក្បាលមនុស្សម្នាក់មិនចាំបាច់ឆ្លងកាត់តាមលំដាប់លំដោយនៃជីវិតនោះទេប៉ុន្តែការដឹងថាវាជាដំណាក់កាលបណ្ដោះអាសន្ននឹងជួយឲ្យអ្នកមានសង្ឃឹមជាងមុនមនុស្សយើងមិនមែនជាកោះដែលនៅដាច់តែឯងនោះទេការការពាររបួសផ្លូវចិត្តត្រូវការមិត្តភ័ក្តិដែលមានគុណភាពមានភាពស្មោះត្រង់និងយល់ចិត្តអ្នកបំផុតដើម្បីការពារកុំឲ្យរបួសផ្លូវចិត្តរីករាលដាលខ្លាំងឡើងអ្នកគួរចងចាំលើច្បាប់3យ៉ាងនោះគឺការធ្វើការសម្រេចចិត្តធំដុំនៅពេលដែលអ្នកមានអារម្មណ៍កំពុងខកចិត្តឬខឹងខ្លាំងព្រោះខួរក្បាលជាផ្នែកនៃហេតុផលរបស់អ្នកកំពុងត្រូវការបិទមួយរយៈពេលបណ្ដោះអាសន្នសិនផ្ដល់អាហាររូបត្ថម្ភដល់ចិត្តដូចជាការអានសៀវភៅល្អសៀវភៅលើកទឹកចិត្តការស្ដាប់ podcast វិជ្ជមាននិងនៅក្បែរមនុស្សដែលមានថាមពលល្អចូលអរគុណដល់ការខកចិត្តបើគ្មានការខកចិត្តយើងនឹងមិនដឹងថាអ្វីទៅជាភាពជោគជ័យពិតប្រាកដហើយយើងក៏មិនដឹងថាខ្លួនឯងរឹងមាំកម្រិតណាផងដែរសូមចាំថាផ្កាឈូកដុះចេញពីភក់ដូច្នេះភាពរឹងមាំរបស់មនុស្សដុះចេញពីការឈឺចាប់និងការខកចិត្តវាគ្រាន់តែជាសញ្ញាក្បៀសនៅក្នុងប្រយោគនៃជីវិតតែប៉ុណ្ណោះប៉ុន្តែវាមិនមែនជាសញ្ញាខណ្ឌបញ្ចប់ប្រយោគនោះទេថាអ្នកជួបរឿងអ្វីទោះបីជាការខកចិត្តការរីករាយត្រូវចាំថាគ្រប់យ៉ាងគ្រាន់តែជាពេលវេលាបណ្ដោះអាសន្នប៉ុណ្ណោះដូច្នេះកុំឲ្យការខកចិត្តដិតជាប់នៅក្នុងចិត្តរបស់អ្នកពេញមួយជីវិតចូលគ្រប់គ្រងវានិងដឹកនាំវាដោយការប្រើប្រាស់នៅសតិបញ្ញាដែលអ្នកមាននិងគ្រប់គ្រងអារម្មណ៍ដោយភាពវៃឆ្លាតនៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់គេចមិនផុតពីការខកចិត្តការឈឺចាប់និងភាពសប្បាយរីករាយនោះទេប៉ុន្តែទាំងអស់នោះវាប្រៀបបានជាដូចនឹងព្រះអាទិត្យនិងព្រះច័ន្ទអញ្ចឹងឯងពេលខ្លះដល់ពេលក៏ត្រូវលេចឡើងពេលខ្លះដល់វេលាក៏ត្រូវលេចចុះទៅវិញអ្វីតែងតែមិនទៀងទាត់និងមិនបានស្ថិតនៅជាមួយយើងស្ថិតថេរនោះទេត្រូវចាំថាមាសត្រូវឆ្លងកាត់ភ្លើងទើបក្លាយជាមាសទឹកដប់ដ៏មានតម្លៃចំណែកចិត្តមនុស្សត្រូវឆ្លងកាត់ការខកចិត្តទើបក្លាយជាចិត្តដែលរឹងមាំដូចគ្រាប់ពេជ្រ